នៃទឹកដីព្រះរាជាណាចក្រអង្គរខ្មែរដែលមានភូមិសាស្ត្រហូរហែដ៏ចំណាស់មួយដែលមានអាយុកាលជាង 1000 ឆ្នាំយើងចង់ចាំបានថាប្រាសាទព្រះវិហារស្ថិតនៅក្នុងភូមិជាប់ស្រងាំស្រុកចុងតានខេត្តព្រះវិហារកំពុងឈរទ្រឹងសម្លឹងយ៉ាងរឹងមាំពីប្រាសាទព្រះវិហារដែលសាងនាកណ្ដាលជួរភ្នំដងរៃដែលបានបែងចែកទឹកកម្ពស់625 ម៉ែត្រពុះត្រដែតចាត់ចែងដោយមហិទ្ធិឫទ្ធិមនុស្សម្នាឆ្ងាយចិត្តស្នប់គ្នាក្រំគ្រប់ថ្ងៃសំដែងគោរពជាទីសក្ការៈបានកគ្រប់ជនថ្នាក់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់មិនយូរប៉ុន្មានសត្រូវជាលៀងពីងរុករៀននៅតាមចំបានប្រាសាទព្រះវិហារជាច្រើនលើកច្រើនសាតែត្រូវបរាជ័យដោយកណ្ដាប់ដៃកងទ័ពរបស់កម្ពុជាខ្មែរសត្រូវសន្សំចិត្តបហាបំភ្លៃបំផ្លែងលៀបពួរគ្រប់បែបយ៉ាងល្បិចពឹសពុលធ្វើឲ្យក្បែរហេតុហោក្នុងវិធីសាស្ត្រដល់ឲ្យខូចរយឲ្យឆៅដើម្បីញុះញង់ឲ្យក្បែរធ្លាក់ក្នុងអន្លង់ភ្លើងទុកគ្រាវវាព្រំដែនប្រាសាទព្រះវិហារត្រូវបានទុះឡើងម្ដងហើយម្ដងទៀតតាមមហិច្ឆតាជាលៀនពៀននិងលោកលន់របស់សត្រូវគួរឲ្យអាសូរនៅស្នាដៃបុព្វបុរសដូនតាខ្មែរដែលជាស្ថាបត្យកម្មដ៏ល្បីល្បាញដ៏កំពូលនិងស័ក្តិសិទ្ធិក្នុងសម័យមហានគរឥឡូវត្រូវបានកងទ័ពសត្រូវជាលៀនពៀនទឹកដីបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារឲ្យបែកបាក់ទឹកទីរបស់ដូនតាយើងតែបានទូរលំធ្លាក់មកដីដោយអំពើព្រៃផ្សៃនិងអយុត្តិធម៌យ៉ាងឈឺចាប់បំផុតតែគួរឲ្យអស្ចារ្យនឹងសម្បំក្រៃលែងនោះយើងបានឮសំឡេងយ៉ាងត្រហឹងអង្កររំពងពេញនៃប្រាង្គប្រាសាទនៃសម្រែកដ៏ហានខ្លាំងនោះពិតជាប្រលឹងតោងតាមបុព្វបុរសខ្មែរកំពុងងើបឈរយ៉ាងមាំសម្លឹងទៅសត្រូវជាមួយកូនចាំជាប្រជារាស្ត្រទាំង17នាក់ឲ្យនៅឈរឡើងតស៊ូឡើងឲ្យរួមគ្នាឡើងដើម្បីបំផាន់សត្រូវឲ្យមរណាហើយយើងបានបណ្ដាសាស្ត្រក៏តកម្មឲ្យឯងចង់ចាំថាសត្រូវដែលហ៊ានបំភ្លេចបំផ្លាញប្រាង្គប្រាសាទដូនតាខ្មែរអ្នកឯងត្រូវតែចុះនរោ1000ជាន់កប់ក្នុងដីនៃចក្រវាឡពិភពលោក